រេនជាផ្លែឈើដែលមានតម្លៃថ្លៃនិងពេញនិយមចូលចិត្តបរិភោគសម្រាប់ប្រជាជនភាគច្រើននៅទ្វីបអាស៊ីជាពិសេសប្រជាជនកម្ពុជាកន្លងមកយើងធ្លាប់តែល្បីអំពីទុរេនសំឡូតទុរេនកំពតនិងទុរេនកំពង់ចាមដែលមានឈ្មោះថាបែកអន្លង់ថាមានរសជាតិឆ្ងាញ់ឥឡូវនេះយើងសាកមកស្គាល់និងភ្លក់រសជាតិផ្លែទុរេននៅភូមិស្រយ៉ងឃុំស្រយ៉ងស្រុកគូលែនខេត្តព្រះវិហារវិញម្ដងថាតើមានរសជាតិឆ្ងាញ់បែបណាលោកយូចម្រើនជាម្ចាស់ចម្ការទុរេនស្ថិតនៅក្នុងភូមិស្រយ៉ងឃុំស្រយ៉ងស្រុកគូលែនខេត្តព្រះវិហារបានឲ្យដឹងថាលោកបានចាប់ផ្ដើមដាំដំណាំទុរេននេះរយៈពេល5ឆ្នាំមកហើយនិងទើបតែប្រមូលផលបាន2ឆ្នាំដោយទុរេនរបស់លោកមានចំនួនជាង200ដើមនៅលើផ្ទៃដីជាង2ហិកតាហើយទិន្នផលមានការកើនឡើងជាងឆ្នាំមុនលោកបន្តថាទុរេនរបស់លោកមានរសជាតិឆ្ងាញ់និងមានតម្លៃសមរម្យសម្រាប់ក្នុងចំការខ្ញុំចំពោះទីផ្សារខ្ញុំមិនលក់តម្លៃទាបពេកឬក៏មិនខ្ពស់ពេកទេខ្ញុំលក់តម្លៃ 20000 រៀលជាតម្លៃមួយដែលសមរម្យដែលអាចទទួលយកបានហើយមួយទៀតចំការរបស់ខ្ញុំបាននេះគឺខ្ញុំប្រើផលិតផល AEM ដែលជា organic សុទ្ធបាទ organic សុទ្ធ 100% យើងផ្ដោតទៅលើគុណភាពរសជាតិនិងជាពិសេសគឺសុខភាពចំណីអាហារជាចម្បងបាទយើងផ្ដោតទៅលើផ្នែកនោះទើបយើងប្រើ organic សុទ្ធ 100% ធម្មជាតិពិតៗជាក់ស្ដែងនៅក្នុង200ដើមនេះយើងទើបតែមានពូជមួយទៅគឺពូជមុនថងប៉ុន្តែនៅក្នុងចំការខ្ញុំនេះមានមុនថងទឹកដោះគោស្ងួតនិងមុនថងខ្នើយមាសបាទពីមុខនេះជាពូជមុនថងតែមួយប៉ុន្តែរសជាតិខុសគ្នាបន្តិចខុសត្រង់ថាមុនថងខ្នើយមាសដែលមានរសជាតិផ្អែមឈ្ងុយហើយក្លិនវាក៏អូបជាងមុនថងទឹកដោះគោស្ងួតសម្រាប់ចំការខ្ញុំនេះនិយាយឲ្យបានថាសឹងថាมันមានតរិនទុំលក់ឲ្យភ្ញៀវតន់ដោយសារតាភ្ញៀវរបស់យើងឬក៏ប្រជាជននៅក្នុងស្រុកយើងគាត់គាំទ្រផលិតផលក្នុងស្រុកឬក៏ចំណីអាហារនៅក្នុងស្រុកនេះជាផលិតផលខ្មែរសុទ្ធអញ្ចឹងគឺគាត់មានការគាំទ្រច្រើនអញ្ចឹងសម្រាប់ទីផ្សារគឺស្រួលលក់បាទស្រួលលក់មែនតើនៅក្នុងស្រុកសឹងថាពិបាករកទុំជូនភ្ញៀវទៀតបាទសប្តាហ៍ថ្ងៃចំពោះបងប្អូនដែលមានបំណងចង់ពិសាទុរេនខ្មែរធម្មជាតិសុទ្ធអាចអញ្ជើញមកទីនេះបានបាទទីនេះគឺស្រុកគូលែនខេត្តព្រះវិហារឃុំសយ៉ងកោះកេរដែលយើងមានព្រំប្រទល់ជាប់នៅខេត្តសៀមរាបបើបងប្អូនចង់អញ្ជើញមកដល់ចំការខ្ញុំបាទផ្ទាល់ក៏បានដោយសារតែក្នុងចំការខ្ញុំនេះមានទទួលភ្ញៀវអញ្ជើញមកដូចគ្នាហើយនឹងបើបងប្អូនមកដល់ចំការបងប្អូននឹងបានឃើញជាក់ស្ដែងថាជាផលិតផលខ្មែរពិតប្រាកដហើយនឹងប្រើផលិតផល organic ធម្មជាតិសុទ្ធ 100% និងផ្ដល់ទំនុកចិត្តជូនបងប្អូនបាទទាំងតម្លៃទាំងរសជាតិគឺធានាថាល្អបាទទុរេនជាប្រភេទរុក្ខជាតិហូបផ្លែដែលទទួលបានការពេញនិយមយ៉ាងខ្លាំងពីមហាជនទូទៅប៉ុន្តែដំណាំប្រភេទនេះក៏ពិបាកនៅក្នុងការដាំដុះនិងថែទាំផងដែរការដាំដុះត្រូវយកចិត្តទុកដាក់ខ្ពស់យល់ដឹងពីរបៀបថែទាំជាពិសេសបច្ចេកទេសថែស្លឹកដើមឬផ្កានិងផ្លែប៉ុន្តែទោះជាយ៉ាងនេះក្តីការដាំដុះទុរេននៅកម្ពុជានាពេលបច្ចុប្បន្នកំពុងតែពេញនិយមដោយសារតែមានអតិថិជននៅក្នុងស្រុកជាច្រើនបានគាំទ្រលើគុណភាពនិងសុវត្ថិភាពរបស់ផលិតផលទុរេនកម្ពុជាម្យ៉ាងទៀតតម្លៃទុរេននៅក្នុងស្រុកគឺខ្ពស់ជាងទុរេននាំចូលហើយមិនមានបញ្ហាទីផ្សារដោយសារមានតម្រូវការខ្ពស់នោះទេដូច្នេះកសិករអាចរកប្រាក់ចំណូលបានច្រើនគឺក្នុង1ហិកតាអាចទទួលបានប្រមាណពី10000ទៅ$20000ក្នុងលក្ខខណ្ឌនៃការដាំដុះទុរេនដោយអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវនិងទទួលបានទិន្នផលល្អប្រសិនបើកសិករដាំជាទ្រង់ទ្រាយធំឬច្រើនគ្រួសារដោយមានការចងក្រងជាសហគមន៍ដំណាំទុរេននឹងអាចជួយរកចំណូលបានច្រើនដល់សេដ្ឋកិច្ចជាតិទោះបីជាដំណាំនេះទទួលបានប្រាក់ចំណូលខ្ពស់ប៉ុន្តែតម្រូវការឲ្យមានការវិនិយោគទុនច្រើននិងទាមទារការអនុវត្តបច្ចេកទេសត្រឹមត្រូវជាមួយនឹងការថែទាំយ៉ាងដិតដល់ទើបទទួលបានជោគជ័យ